បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផងដែរមកជួបអ៊ំប្រុសដែលគាត់មានបញ្ហាជំងឺស្លាប់មកជំងឺខ្លួនឥឡូវនេះគាត់ដើរបានចំនួនប្រហែលជា50%ហើយបាទអញ្ចឹងគឺគាត់សប្បាយចិត្តមែនទែនតែគាត់ដើរបានពីមុនមកគាត់ដើរអត់បានទេគាត់ទៅតែនៅតែលើក្រែទេដល់ពេលគាត់ទទួលសេវាកម្មមើលថែសុខភាពខាងយើងខ្ញុំអស់រយៈពេល2ខែជាងឥឡូវនេះគាត់ដើរបានគាត់សប្បាយចិត្តអញ្ចឹងបើសិនបើពុកម៉ែបងប្អូនដែលមានបញ្ហាជំងឺស្លាប់ជាខ្លួនដំបៅទឹកនោមផ្អែមបញ្ហាគិសឬក៏ឈឺសន្លាក់រ៉ាំរ៉ៃអញ្ចឹងអាចទំនាក់ទំនងមកខាងយើងខ្ញុំបាទអញ្ចឹងខ្ញុំមានតែវីដេអូទៅប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយ share និង like វីដេអូនេះដល់គ្នាបាទសូមអរគុណ